ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញរាប់ពាន់នាក់នៅថ្ងៃទី21ខែតុលាឆ្នាំ2013នេះបានធ្វើការហាត់សមនៅបរិវេណទីលានប្រជាធិបតេយ្យហើយនៅវេលាថ្ងៃទី21ពលក្រោយរយៈពេលប្រមាណម៉ោងបន្ទាប់ពីមានការហាត់សមហើយនោះកម្លាំងសមត្ថកិច្ចបានដកទៅកាន់គោលដៅរៀងៗខ្លួនវិញហើយការដែលហាត់សមយ៉ាងដូចនេះគ្រាដែលគណៈបកសង្គ្រោះជាតិគ្រោងនឹងធ្វើបាតកម្មរយៈពេល3ថ្ងៃចាប់តាំងពីថ្ងៃទី23ដល់ថ្ងៃទី25តុលា2013ខាងមុខរាយការណ៍ពីរាជធានីភ្នំពេញខ្ញុំស្រីតារារាយការណ៍